បាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃទី19ខែ6ឆ្នាំ2025នេះតម្លៃមាសកាលពីព្រឹកមិញបានចុះមកវិញបន្ទាប់ពីរងនៅឥទ្ធិពលព័ត៌មានតាក់ទងនឹងសង្គ្រាមនៃសង្គ្រាមនោះកើតឡើងរវាងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលស្ថិតនៅក្នុងស្ថានភាពមួយមិនទាន់ច្បាស់លាស់ដោយអ្នកវិនិយោគក៏ដូចជាអ្នក trader ទាំងអស់រងចាំមើលនៅស្ថានភាពដែលអាមេរិកគាត់ចូលទៅជួយនៅក្នុងសង្គ្រាមនោះដែរឬមួយក៏អត់ចឹងហើយធ្វើឲ្យតម្លៃមាសរងនៅសម្ពាធមួយដែលវាបានកើនឡើងខ្ពស់រួចមកហើយក៏មានព័ត៌មានមួយទៀតការវិយុមិញតាក់ទងនឹងអត្រាការប្រាក់នៃសហរដ្ឋអាមេរិកគឺធនាគារកណ្ដាលសហរដ្ឋអាមេរិកនៅតែបន្តរក្សាតម្លៃអត្រាការប្រាក់នៅខ្ពស់ដដែលនៅក្នុងតម្លៃ 4.5% ដូច្នោះហើយវាធ្វើឲ្យតម្លៃមាសរងនៅសម្ពាធព័ត៌មានចំនួន2នេះហើយវាក៏បន្តនៅក្នុងសម្ពាធចុះដដែលប៉ុន្តែសម្រាប់ long term trend គឺមាសនៅតែស្ថិតនៅក្នុង up trend ដដែលតោះអញ្ចឹងមកមើលការវិភាគទៅលើ technical ទាំងអស់គ្នាចឹងបើយើងមើលទៅលើ daily យើងឃើញថាកាលពីថ្ងៃអង្គារតម្លៃមាសបានបិទជាបកគោល engulfing ហើយដែលវាបានបញ្ជាក់ពីទិសដៅមួយដែលអ្នកវិនិយោគបានធ្វើការកាត់យកផលចំណេញហើយវាក៏បានបន្តចុះមកថ្ងៃពីម្សិលមិញបន្ថែមទៀតដូច្នោះហើយសម្រាប់ថ្ងៃនេះខ្ញុំគិតថាតម្លៃមាសអាចនឹងចុះបន្ថែមបន្តិចទៀតអញ្ចឹងទៅតាម long term trend គឺយើងនៅតែរក្សាគោលដៅក្នុងការទិញដដែលប៉ុន្តែតម្លៃដែលយើងគួរតែចូលនោះគឺស្ថិតនៅក្នុងតម្លៃ 33.58 ឬមួយក៏ 33.60 គឺជាតំបន់ដែលយើងគួររងចាំមើលក្នុងការចូលជួញដូរបាទអញ្ចឹងបើយើងងាកមកមើលនៅក្នុង time frame 1ម៉ោងវិញយើងឃើញថាតម្លៃមាសកំពុងតែធ្វើការរត់នៅក្នុងtechnical មួយយើងហៅថា sideways channel ចុះអញ្ចឹងមកដល់ពេលនេះតម្លៃមាសក៏ស្ថិតនៅក្នុងរត់នៅក្នុង channel ហ្នឹងដែរអញ្ចឹងសម្រាប់វិនិយោគឬមួយក៏ trader អាចរងចាំធ្វើការទិញឡើងនៅពេលដែលវាមកដល់ក្នុងតំបន់time frame 1ម៉ោងគឺនៅក្នុងតំបន់ 33.60 ឬមួយក៏ 33.70 បាទអញ្ចឹងសម្រាប់បងប្អូនដែលបានចូលរួមនៅក្នុង channel Telegram VIP របស់ខ្ញុំនៅព្រឹកនេះក៏គាត់ទទួលបានផលចំណេញដែរដែលយើងធ្វើការលក់នៅក្នុងតំបន់ 33.77 មក 33.8 ហើយប្រាក់ចំណេញប្រហែលជា50ទៅកាន់72ទៅតាម position ដែលគាត់ចូលអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមនៅក្នុង group VIP ដែលមានឈ្មោះថា Startup Forex បងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់រូបខ្ញុំបាទផ្ទាល់ដែលមានលេខទូរស័ព្ទក៏ដូចជាឈ្មោះ channel ដាក់នៅក្នុងវីដេអូនេះអរគុណ